រកឃើញដំរីញីចំនួន1ក្បាលនិងកូនទើបកើតចំនួន1ក្បាលស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ចៅឈ្លានពានសៀមនៅចំណុចអូស្កាចក្នុងដែនជម្រកសត្វព្រៃព្រះរកាឆែបខេត្តព្រះវិហារនេះបើយោងតាមការបង្ហោះនៅលើទំព័រ Facebook របស់ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025ក្រសួងបរិស្ថានបានឲ្យដឹងថានៅថ្ងៃទី23ខែធ្នូឆ្នាំ2025មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋានបានរាយការណ៍ថាបានប្រទះឃើញសត្វដំរីញីនិងកូនដំរីស្លាប់នៅចំណុចទីតាំងខាងលើតាមការពិនិត្យបឋមសត្វដំរីញីមួយក្បាលមានទម្ងន់ប្រមាណ500គីឡូក្រាមនិងកូនទើបកើតមានទម្ងន់ប្រមាណ80គីឡូក្រាមបានស្លាប់ក្នុងទឹកអូរដោយដំរីញីមានស្នាមមុតបណ្ដាលមកពីគ្រាប់ឬអំបែងគ្រាប់ផ្ទុះរបស់ថៃនិងបានរលូតកូនស្លាប់ទាំងម្ដាយទាំងកូនដំរីផងដែរមន្ត្រីជំនាញបរិស្ថានបន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀតចំពោះសពដំរីកន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថាឃើញស្នាមដានជើងដំរីមានរបួសស្នាមឈាមស្រក់ជាប់នៅលើដីនិងស្មៅនៅចំណុចខាងលើកាលពីថ្ងៃទី14ខែធ្នូឆ្នាំ2025លោកប្រធានមន្ត្រីបរិស្ថានខេត្តព្រះវិហារបានចាត់មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរកាឆែបសហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃរបស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់តែដោយស្ថានភាពព្រៃធំនិងគៀកនឹងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះក្រុមការងារពុំអាចរកឃើញនិងជួយសង្គ្រោះដំរីទាន់ពេលវេលារហូតដល់ថ្ងៃទី22ខែធ្នូឆ្នាំ2025បានប្រទះឃើញដំរីទាំងពីរបានស្លាប់បាត់ទៅហើយសូមបញ្ជាក់ថានៅខេត្តព្រះវិហារកន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ20ក្បាលកំពុងរស់នៅនិងចល័តពីជួរភ្នំដងរែកជាប់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែបព្រះរកាខេត្តព្រះវិហារចុះទៅរហូតដល់ព្រំដែនកម្ពុជាឡាវគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលឥតថ្មគោសម្រាប់បាន 36% ហើយគិតត្រឹមដើមខែធ្នូឆ្នាំ2025នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025បន្ទាប់ពីឯកឧត្តមសូវីទ័ររដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជានាយកគ្រប់គ្រងគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គដែលឥតថ្មគោបានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវវាងគម្រោងនិងតាមដានវឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេមេគង្គដែលឥតថ្មគោកាលពីថ្ងៃទី26ខែធ្នូឆ្នាំ2025សូមជម្រាបជូនថាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលឥតថ្មគោជាប្រភេទស្ពានបេតុងប្រវែងស្ពាននិងផ្លូវក្បាលស្ពានសរុប 3700 ម៉ែត្រដែលក្នុងនោះទូស្ពានមានប្រវែងសរុប 1600 ម៉ែត្រនិងទទឹង26 ម៉ែត្រ4គន្លងផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង 2100 ម៉ែត្រទទឹង26 ម៉ែត្រក្រាលបេតុងកៅស៊ូ AC និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន4ខ្សែរយៈពេលសាងសង់ចំនួន48ខែគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ2028ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានលែងត្រីរាជទម្ងន់ជិត100គីឡូក្រាមមួយក្បាលចូលទៅទន្លេធម្មជាតិវិញបន្ទាប់ពីកំណត់អត្តសញ្ញាណរួចនេះបើតាមការឲ្យដឹងពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី26ខែធ្នូឆ្នាំ2025ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថានៅថ្ងៃទី25ខែធ្នូឆ្នាំ2025ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានទទួលព័ត៌មានពីប្រជានេសាទបានត្រីរាជមួយក្បាលដោយប្រើប្រាស់ឧបករណ៍ម៉ាញ់នៅចំណុចតាមដងទន្លេមេគង្គភូមិថ្មីកឃុំរកាគយស្រុកកងមាសខេត្តកំពង់ចាមបើតាមក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍជលផលទឹកសាបនៃរដ្ឋបាលជលផលបានឲ្យដឹងថាត្រីរាជដែលបានលែងទៅក្នុងធម្មជាតិវិញនេះមានភេទញីប្រវែង215សង់ទីម៉ែត្រទម្ងន់សរុប97គីឡូក្រាមពាក់ស្លាករដ្ឋបាលជលផលលេខកូដ500ត្រូវអ្នកនេសាទចាប់បាននៅតាមដងទន្លេមេគង្គក្នុងភូមិថ្មីកឃុំរកាគយស្រុកកងមាសខេត្តកំពង់ចាមក្រោយពីកំណត់អត្តសញ្ញាណរួចក្រុមការងារនិងមន្ត្រីជំនាញជលផលបានលែងត្រីរាជនេះចូលក្នុងទន្លេមេគង្គវិញនៅថ្ងៃសៅរ៍ទី27ខែធ្នូឆ្នាំ2025ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាលោកគីមចុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបានគូបញ្ជាក់ពីរបៀបដែលប្រទេសរបស់លោក
និងប្រទេសរុស្ស៊ីបានរួមឈាមរួមរស់និងរួមស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែននៅក្នុងសារជូនពរឆ្នាំថ្មីផ្ញើជូនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅក្នុងសារជូនពរឆ្នាំថ្មីផ្ញើជូនលោក Putin ត្រូវបានចុះផ្សាយដោយ KCNA ដោយលោកគីមបាននិយាយថាឆ្នាំ2025ជាឆ្នាំដ៏មានអត្ថន័យយ៉ាងពិតប្រាកដសម្រាប់សម្ព័ន្ធភាពទ្វេភាគីដែលត្រូវបានពង្រឹងតាមរយៈការរួមឈាមរួមរស់និងរួមស្លាប់នៅក្នុងលេនដ្ឋានតែមួយប្រទេសកូរ៉េខាងជើងបានទទួលស្គាល់ពីការបញ្ជូនកងទ័ពទៅជួយរុស្ស៊ីកាលពីខែមេសាហើយកាលពីដើមខែធ្នូនេះទីក្រុងព្យុងយ៉ាងក៏បានទទួលស្គាល់ដែលថាខ្លួនបានបញ្ជូនកងទ័ពទៅជួយបោះសម្អាតមីននៅក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពីខែសីហាឆ្នាំ2025លោកគីមបានផ្ញើសារជូនពរឆ្នាំថ្មីទៅកាន់លោកពូទីនធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងរូបនេះកាលពីថ្ងៃសុក្របានចេញបញ្ជាឲ្យបង្កើនការផលិតមីស៊ីលដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសូមជម្រាបថាក្រៅតែពីបញ្ជូនកងទ័ពកូរ៉េខាងជើងបានបញ្ជូនអាវុធក្នុងនោះរួមមានមីស៊ីលគ្រាប់កាំភ្លើងធំនិងប្រព័ន្ធបាញ់គ្រាប់រ៉ុកែតរយៈចម្ងាយឆ្ងាយទៅឲ្យប្រទេសរុស្ស៊ីផងដែរតាមក្រុមអ្នកវិភាគជាធ្នូមកវិញរុស្ស៊ីបានបញ្ជូនឲ្យកូរ៉េខាងជើងនៅជំនួយហិរញ្ញវត្ថុបច្ចេកវិទ្យាយោធាស្បៀងនិងការផ្គត់ផ្គង់ថាមពល